skin care mistake ដែលយើងតែងតែជួបភាគពីរហើយដែលខ្ញុំជួបច្រើនជាងគេហ្នឹងគាត់មកដល់អញ្ចឹងគាត់យល់អត់ច្បាស់ពីមុខរបស់គាត់អញ្ចឹងនៅពេលដែលគាត់មានបញ្ហាដូចឧទាហរណ៍ឡើងមុនឬក៏មានស្នាមអីអញ្ចឹងអញទៅប្រើផលិតផលដែលជួយទៅលើមុនហើយនឹងស្នាមដូចគាត់ហៅមើលពីច្រើនទៅផលិតផលដែលគេដាក់ពាក្យនៅលើនឹងថាជួយមុនឬក៏ជួយស្នាមអញ្ចឹងវាអត់បាត់មុនហើយមានតែធ្វើឲ្យមុខហ្នឹងអាលាកលើដើមហើយគាត់ថាប្រើអីក៏អត់ត្រូវដែរប្រើអីក៏អត់ត្រូវដែរតែគាត់ដឹងថាគាត់អត់យល់ពាក្យថាអីជា skin barrier អញ្ចឹងពួកទាំងអស់ហ្នឹងនៅពេលដែលតមុខយើង skin barrier របស់យើងរឹងមាំមិនយើងអាចប្រើបានអញ្ចឹងគាត់អស់ជំនឿចិត្តក្នុងការព្យាបាលមុខហ្មងគាត់ថាមុខគាត់ប្រើអីក៏លេងត្រូវដែរអ្នកនរគ្នាស្ដាប់យល់គាត់ទៅអត់យល់ទេចាំសរុបសេចក្តីមកមានន័យថាគាត់អត់ទាន់ដឹងថាស្បែកគាត់ហ្នឹងរឹងមាំបែបណាហើយគាត់ប្រើផលិតផលដែលមាន active ingredient ជាន់គ្នាហើយច្រើនពេកចោលតែជាមានអារម្មណ៍ថាចេះមុនគឺជាមុនអាលៀករហូតមុខគាត់អាលៀករហូតដោយសារតែ skin barrier រនាំងស្បែកគាត់ហ្នឹងខ្សោយហើយគាត់ប្រើ active ingredient ជាន់គ្នាច្រើនចឹងបើសិនជាអ្នកនរគ្នាមានបញ្ហាមុខមុនហើយអាលៀកខ្លាំងជំរើសទី1គឺធ្វើឲ្យ skin barrier របស់អ្នកដែលគ្នារឹងមាំសិនកុំទាន់អាចគិតទៅលើការព្យាបាលមុនអ្នកគ្នាដូចអ្នកគ្នាញ៉ាំម្ទេសច្រើនពេកអញ្ចឹងទៅធ្វើឲ្យអាលៀកកាពះពោះវៀនអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ញ៉ាំហឹរតតែកាពះពោះវៀនរបស់អ្នកនរគ្នារឹងមាំដែរអញ្ចឹងអាហ្នឹងក៏ដូចគ្នាដែរអញ្ចឹងខ្ញុំបានអញ្ចឹងវីដេអូមួយហ្នឹងគឺមានតែប៉ុណ្្នឹងឯងអរគុណបាយបាយ